ខ្លួនជាស្រីហើយមកស្រឡាញ់ស្រីដូចគ្នាទៀតសួរថាឯងមានសមត្ថភាពស្អីមកការពារកូនស្រីរបស់យើងនោះបើមានចោលប្លន់នៅតាមផ្លូវសួរថាអ្នកណាការពារអ្នកណាហ៎ខ្ញុំឈប់ស្រឡាញ់មនុស្សស្រីដូចគ្នាហើយបើអ្នកនាងនៅតែបន្តស្រឡាញ់មនុស្សស្រីដូចគ្នាទៀតគឺគ្មានអនាគតទេតែកូនយើងគេរៀបការជាមួយនឹងសូនហើយគេខ្លាយទៅជាប្រពន្ធសូនដូច្នេះហើយគេគ្មានសិទ្ធិអ្វីទៅពាក់ព័ន្ធជាមួយនឹងនាងគន្ធានឹងទៀតឡើយលោកស្គាល់មុំច្បាស់អញ្ចឹងលោកប្រកាសជាដឹងហើយថានៅពេលនេះមុំនៅឯណានៅពេលនេះមុំគឺនៅផ្ទះរបស់គេតើថ្ងៃមុនខ្ញុំបានជួយគេឲ្យរួចផុតពីគ្រោះថ្នាក់ហើយនៅពេលនេះគេកំពុងតែសម្រាកនៅផ្ទះរបស់គេដែរអញ្ចឹងអ្នកនាងនៅសម្រាប់ទីនេះសិនហើយចាំពេលដែលចេញពីមន្ទីរពេទ្យចាំខ្ញុំមកជួនអ្នកនាងទៅរកមុំខ្ញុំពិតជាស្រឡាញ់មុំចេញពីចិត្តពិតមែនខ្ញុំគ្មានបំណងអ្វីក្រៅពីពាក្យថាស្រឡាញ់ទេណាលោកពូប៉ុន្តែយើងមិនចង់ឲ្យឯងមានបំណងស្អីមកលើកូនរបស់យើងទេការបាត់ខ្លួនរបស់មុំគឺនាងមានសុវត្ថិភាពហើយប៉ុន្តែគន្ធានាងមិនទាន់បានដំណឹងពីមុំឡើយប៉ុន្តែគន្ធានៅតែតាមរកមុំដដែលហើយមុំមិនមែនថានាងមិននឹកគន្ធាឡើយគ្រាន់តែរឿងខ្លះនាងត្រូវការពេលដើម្បីពិចារណាសិនតែប៉ុណ្ណោះបងគន្ធានាងចរិយាកូនគិតមើលដល់ខ្លួនឯងទៅថាតើកូននៅបន្តស្រឡាញ់ស្រីដូចគ្នាឬមួយក៏កូនណាគួរតែបញ្ឈប់ត្រឹមនឹងកូនទៅនៅជាមួយនឹងគេមិនទាន់បានប្រមាណផងក៏ជួបបញ្ហាហើយគេគ្មានសមត្ថភាពការពារកូនកូនបាត់ខ្លួនក៏គេមិនតាមរកទៀនបែរជាទៅសាសងជាមួយនឹងស្រីផ្សេងគេមិនដែលខ្វល់ពីកូនមួយវិនាទីណាឡើយហើយអ្វីដែលសំខាន់នោះគេមិនស្មោះត្រង់ជាមួយនឹងកូននោះទេប្រសិនបើគេស្មោះត្រង់នឹងកូនគេស្រឡាញ់កូនណាស់ពិតប្រាកដមែននៅពេលនេះគេឆ្លេឆ្លាតាមរកកូនទៅប្តឹងប៉ូលីសនិងមកសួរនាំប៉ាម៉ាក់ហើយប៉ុន្តែនេះគេមិនដែលខ្វល់ពីកូនទេណាកូនគេយកពេលវេលារបស់គេទៅនៅក្បែរអ្នកថ្មីមើលថែអ្នកថ្មីដូច្នេះកូនណាគួរតែយល់ច្បាស់ហើយថាកូនណានៅបន្តស្នេហាមួយនេះឬមួយក៏កូនណាបញ្ឈប់ត្រឹមនឹងកូនគិតឲ្យបានវែងឆ្ងាយទៅណាកូននៅពេលនេះខ្ញុំមិនដឹងថាគួរធ្វើបែបណាបន្តទៀតនោះទេមានតែសម្រាប់សិនហើយក៏ព្រោះតែពេលខ្លះខ្ញុំពិតជាហត់នឹងដំណើរជីវិតមួយនេះខ្លាំងណាស់ហើយបងគន្ធាឲ្យអូនសុំទោសណានេះពូយើងគួរតែនៅឆ្ងាយគ្នាមួយរយៈសិនទៅជំរាបសួរលោកពូតើលោកពូមានដែរស្គាល់នារីដែលមានភិនភាគដូចនៅក្នុងរូបនេះដែរទេលោកពូតើលោកពូធ្លាប់ឃើញគេដើរកាត់ទីនេះដែរអត់អូគឺមិនដែរស្គាល់ទេណាក្មួយហើយក៏មិនដែរឃើញដើរកាត់ទីនេះអីដែរគឺមិនដែរឃើញនេះប្រហែលនឹងអីលោកពូគឺមិនស្គាល់ទេមែនទេលោកពូអូគឺអត់ទេណាក្មួយបានខ្ញុំអរគុណលោកពូហើយខ្លួនជាស្រីមិនដេចក៏ឆ្លោយបាតបែបនឹងទៅវិញនេះមិនអញ្ចឹងជំរាបសួរបងស្រីតើបងមានប្រទះឃើញមនុស្សស្រីដូចនៅក្នុងរូបនេះដែរទេតើមានឃើញគេដើរកាត់ទីនេះអីដែរទេបងគឺមានរូបរាងដូចនៅក្នុងរូបនេះអញ្ចឹងនេះបងជួយមើលបន្តិចមើលបងអូចាគឺមិនដែលឃើញទេណាប្អូននៅម្ដុំនេះរៀងស្ងាត់ដែរហើយប្រសិនបើមានមនុស្សដើរកាត់នោះគឺខ្ញុំអាចចំណាំមកបានប៉ុន្តែរូបនៅក្នុងនេះគឺខ្ញុំមិនដែលឃើញគេនោះទេបានខ្ញុំអរគុណហើយណាបងស្រីចំឆ្លោយបាននេះប្រុសឬមួយក៏ស្រីហ្នឹងប៉ុន្តែមើលតាមរូបរាងទៅគេដូចជាមនុស្សស្រីប៉ុន្តែតែងខ្លួនជាប្រុសប៉ុន្តែគេឆ្លោយបានដល់ពេលអញ្ចឹងទៅអត់យល់មុំអូនតើនៅពេលនេះតើអូននៅឯណាទៅបងតាមរកអូនគ្រប់វិធីអស់ហើយប៉ុន្តែនៅតែមិនឃើញអូនទាល់តែសោះបងតាមរកអូនយូរថ្ងៃហើយប៉ុន្តែនៅតែមិនឃើញនេះអូនបាត់ដំណឹងសូនឈឹងតែម្ដងប៉ុន្មានហើយរួចចោះលោកប៉ាអ្នកម៉ាក់របស់មុំតើគាត់បានដំណឹងពីមុំមកហើយឬនៅថាមិនត្រូវមុំទៅផ្ទះវិញក៏អាចថាបានដែរប៉ុន្មានហើយប្រហែលជាមុំគេទៅផ្ទះវិញហើយប៉ុន្តែប៉ាម៉ាក់របស់មុំគឺគេមិនប្រាប់ខ្ញុំ
ប៉ុន្មានថ្ងៃមកនេះកូនមុំដូចជាមិនឆ្លេឆ្លាដូចមុនទេកាលមុនណាឲ្យតែគេមកផ្ទះម្ដងដឹងតែឆ្លេឆ្លារត់ទៅរកនាងគន្ធានោះវិញហើយប៉ុន្តែគេមកម្ដងនេះគឺមិនឆ្លេឆ្លាទៅរកនាងគន្ធាវិញទាល់តែសោះនេះដូចជារៀងប្លែកជាងលើកមុនណាប៉ាវីកូនយើងតិចគេដឹងខ្លួនទៅគឺច្បាស់ជាដឹងខ្លួននឹងហើយក៏ព្រោះតែគន្ធាគឺជាមូលហេតុដែលធ្វើឲ្យមុំបាត់ខ្លួនម្ល៉េះហើយកូនយើងត្រូវតែកាត់ចិត្តពីគន្ធានឹងហើយណាម៉ាក់វាកូនមុំគេអាចនឹងកាត់ចិត្តពីគន្ធាបានខ្លះក៏ព្រោះតែយប់ថ្ងៃមុនអូនក៏បានយករូបថតដែរនាងគន្ធានៅជាមួយនឹងស្រីនោះយកទៅឲ្យកូនមុំមើលហើយនឹងនិយាយអាក្រក់ពីនាងគន្ធានោះដើម្បីឲ្យកូនមុំកាន់តែអស់ចិត្តពីនាងគន្ធាហើយមួយវិញទៀតណាម៉ាក់វាយើងក៏ត្រូវតែកុំឲ្យមុំគេចេញទៅក្រៅញឹកញាប់ពេកហើយក៏កុំឲ្យនាងគន្ធាដឹងដែរថាពួកយើងរកមុំឃើញយើងធ្វើបែបនេះទើបអាចបំបែកបំបាក់គេបានណាម៉ាក់វាគំនិតល្អខ្លាំងណាស់ណាប៉ាវីខ្ញុំយកស្របតាមគំនិតនឹងលោកប្រុសអ្នកស្រីអ្នកនាងគន្ធាម្នាក់នោះគឺមកស្រែកឡូឡានៅមុខផ្ទះរបស់យើងគាត់ថារោគអ្នកនាងមុំគឺនៅមុខផ្ទះយើងឯណោះកំពុងតែស្រែកឡូឡាប្រកាច់ប្រកិនណាស់តែម្នាក់ឯងនាងគន្ធានឹងទៀតហើយមែនទេនាងនេះតាមខំកូនយើងមិនលែងទាល់តែសោះហើយចាប់ខ្លាំងណាស់នេះម៉ាក់វាឯងទៅខាត់គេសិនទៅចំណែកឯខ្ញុំទៅចាក់សោបន្ទប់កូនមុំដើម្បីកុំឲ្យគេចេញមកក្រៅនឹងដឹងថាគន្ធាមករកគេនឹងហើយណាប៉ាវីបែបហ្នឹងក៏បានដែរអូយនេះលោកប្រុសអ្នកស្រីគិតចង់ធ្វើយ៉ាងណាហ្នឹងចង់ចាក់សោអ្នកនាងមុំឃុំនៅក្នុងបន្ទប់អញ្ចឹងមែនទេអូយនេះលោកប្រុសអ្នកស្រីចង់លេងឈុតធំហើយឬបែបហ្នឹងកាន់តែធ្ងន់ធ្ងរហើយដល់ពេលធ្វើអញ្ចឹងទៅខ្ញុំដូចជាមានអារម្មណ៍ថាអាណិតអ្នកនាងមុំមិនដឹងទេបងគន្ធាប៉ុន្មានថ្ងៃកន្លងមកនេះអូនដឹងច្បាស់ថាបងប្រកាសជានឹកអូនចំណែកឯអូនវិញក៏ដូចគ្នាដែរប៉ុន្តែអូនគ្រាន់តែចង់នៅឆ្ងាយពីបងសិនដើម្បីឲ្យបងចេះពិចារណាកំហុសក៏ព្រោះតែកំហុសមួយនេះវាតែងតែកើតឡើងដដែលជាច្រើនលើកច្រើនសារមកហើយនៅពេលនេះអូនក៏ពិបាកលើកលែងទោសឲ្យបងដែរតែមិនអីទេអូនសន្យាថាអូននឹងវិលទៅរកបងក្នុងពេលឆាប់នេះដូច្នេះបងត្រូវតែចាំអូនសិនទៅមុំអូននេះតើអូននៅផ្ទះដែរទេហ្នឹងបើអូននៅផ្ទះអូនឆាប់ចេញមករកបងមកមុំតើអូននៅឯណាហ្នឹងដល់ពេលនេះបងមករកអូនហើយមុំបងគន្ធាស្របពេលដែលគន្ធាស្រែកឡូឡានៅមុខផ្ទះរកមុំនោះមុំនៅក្នុងបន្ទប់នាងក៏បានសម្លឹងឃើញគន្ធាស្រែកនៅឯមុខផ្ទះរបស់នាងមុំអូនបើអូននៅផ្ទះអូនឆាប់ចេញមកជួបបងដើររកអូនគ្រប់ទីកន្លែងអស់ហើយប៉ុន្តែរកអូនមិនឃើញទាល់តែសោះប៉ុន្តែនៅពេលនេះបងដឹងច្បាស់អូនប្រកាសជាត្រឡប់មកផ្ទះវិញហើយអញ្ចឹងមុំឆាប់ចេញមកក្រៅមកណានៅពេលនេះបងមករកអូនហើយមុំឆាប់ចេញមកណាមុំនេះបងគន្ធាគាត់ក៏បានតាមរកខ្ញុំដែរគាត់ក៏បារម្ភពីខ្ញុំមិនដូចជាអ្វីដែលម៉ាក់បាននិយាយនោះទេបងគន្ធានេះបន្ទប់ជាប់សោម្ដេចក៏បន្ទប់ជាប់សោបែបហ្នឹងទៅវិញអ្នកណាគេចាក់សោបន្ទប់ខ្ញុំជួយខ្ញុំផងមានមនុស្សនៅក្រៅដែរទេហ្នឹងលោកប៉ាអ្នកម៉ាក់ជួយខ្ញុំផងណាខ្ញុំជាប់សោនៅក្នុងបន្ទប់ហើយជួយខ្ញុំផងមុំនាងមិនបានដឹងឡើយថាប៉ារបស់នាងគឺជាអ្នកចាក់សោនៅខាងក្រៅដើម្បីឃុំនាងនៅក្នុងបន្ទប់លោកប្រុសនេះលោកប្រុសលេងចាក់សោអញ្ចឹងហ្មងតិចលោកក្រែងលូនអ្នកនាងមុំមានរឿងអ្វីទៅនេះតាលោកប្រុសគិតចឹងម៉េចឯងមិនបាច់ចេះដឹងច្រើននោះទេតែយើងហាមឲ្យហើយណាតិចថាមកចាក់សោឲ្យអ្នកនាងរបស់ឯងដឹងតែត្រូវរបស់យើងហើយមិនថាមុំគេស្រែកឲ្យជួយយ៉ាងណានោះទេឯងហាមដាច់ខានកុំចាក់សោឲ្យគេចេញមកក្រៅឲ្យសោះណាតើឯងយល់ដែរទេចាលោកប្រុសគឺខ្ញុំយកច្បាស់តែម្ដងណាលោកប្រុសអើយលោកប្រុសលោកប្រុសនិយាយដូចអត់និយាយអញ្ចឹងហើយសោនៅនឹងគាត់នឹងហើយនេះតាឲ្យខ្ញុំចាក់សោជួយអ្នកនាងមកដោយរបៀបណាទៅហើយនិយាយឲ្យតែបានហ្មងលោកប្រុសនេះ
មុំបងដឹងថាអូនណានៅក្នុងផ្ទះអញ្ចឹងអូនឆាប់ចេញមកក្រៅជួបបងហ្មងមុំនៅពេលនេះបងមករកអូនហើយមុំគ្មានសុជីវធម៌ពិតមែនមិនដេចក៏ឯងមកស្រែកឡូឡានៅមុខផ្ទះយើងបែបហ្នឹងទៅវិញអ្នកមីងតើមុំនៅខាងក្នុងមែនទេមុំមកផ្ទះវិញហើយមែនទេអ្នកមីងឲ្យគេចេញមកជួបខ្ញុំហ្មងខ្ញុំពិតជានឹកគេខ្លាំងណាស់ខ្ញុំចង់ជួបគេអ្នកមីងខ្ញុំសូមអង្វរណាឲ្យមុំគេចេញមកក្រៅហ្មងខ្ញុំពិតជាចង់ជួបគេខ្លាំងណាស់ណាអ្នកមីងឯងណាឈួតហើយមែនទេមកដល់ពេលនេះពួកយើងមិនទាន់បានដំណឹងពីមុំឡើយមិនដេចក៏ឯងថាមុំមកផ្ទះវិញរឿងដែលមុំបាត់ខ្លួនយើងមិនទាន់បានប្តឹងប៉ូលីសឲ្យចាប់ឯងផងនេះឯងនៅមានមុខមកសួរយើងបែបហ្នឹងទៀតមែនទេអ្នកមីងក៏ហកខ្ញុំមុំគេមិនបានបាត់ខ្លួនទៅណាឡើយគឺច្បាស់ខ្លាំងណាស់គេប្រកាសជាត្រឡប់មកផ្ទះវិញហើយប៉ុន្តែអ្នកមីងក៏ហកខ្ញុំអ្នកមីងមិនចង់ឲ្យខ្ញុំនឹងមុំជួបគ្នាតែប៉ុណ្ណោះគឺអ្នកមីងកំពុងតែបំបែកបំបាក់ខ្ញុំអ្នកមីងក៏ហកខ្ញុំទោះបីជាបំបែកបំបាក់ពិតមែនក៏វាសមហេតុផលដែរខ្លួនជាស្រីហើយមកស្រឡាញ់ស្រីដូចគ្នាទៀតសួរថាឯងមានសមត្ថភាពស្អីមកការពារកូនស្រីរបស់យើងនោះបើមានចោលប្លន់នៅតាមផ្លូវសួរថាអ្នកណាការពារអ្នកណាហ៎ឯងការពារកូនយើងបានដែរទេមិនត្រឹមតែប៉ុណ្ណឹងនោះទេនៅមានរឿងជាច្រើនទៀតដែលឯងគ្មានសមត្ថភាពដើម្បីមើលថែកូនយើងឡើយយើងមានកូនស្រីយើងត្រូវការឲ្យកូនយើងមានអនាគតល្អចង់ឲ្យកូនយើងល្អមិនមែនឲ្យទៅតាក់ទងជាមួយនឹងឯងស្អុយឈ្មោះឥតប្រយោជន៍នោះទេអ្នកមីងគិតបែបហ្នឹងគឺខុសហើយមនុស្សស្រឡាញ់ភេទដូចគ្នាគេជោគជ័យច្រើនណាស់នៅក្នុងឆាកជីវិតរបស់គេដូច្នេះអ្នកមីងមិនអាចវេតម្លៃមនុស្សត្រឹមតែការស្រឡាញ់អញ្ចឹងបានឡើយជោគជ័យនៅក្នុងឆាកជីវិតស្អីគ្រាន់តែយកកូនរបស់យើងទៅនៅមិនទាន់បានប្រហែលថ្ងៃផងមុំក៏មានបញ្ហាបាត់ខ្លួនណាស់បាត់ទៅហើយនឹងអីដែលឯងថាស្រឡាញ់ភេទដូចគ្នាជោគជ័យនៅក្នុងឆាកជីវិតនោះប៉ុន្តែគ្រប់យ៉ាងមិនដូចអ្វីដែលអ្នកមីងបានគិតឡើយចុះឯងគិតបែបណាឯងគិតថាមុំនៅជាមួយនឹងឯងមានអនាគតអញ្ចឹងមែនទេលោកពូយើងយល់ថាឯងស្រឡាញ់កូនយើងចុះបើស្រឡាញ់កូនគេឪពុកម្ដាយគេមិនពេញចិត្តសួរថាឯងអាចក្បែរកូនគេបានដែរទេចម្លើយឯងគួរតែដឹងខ្លួនឯងហើយមិនបាច់ឲ្យយើងរៀបរាប់ច្រើននាំតែខាតទឹកមាត់របស់យើងទេប៉ុន្តែលោកពូខ្ញុំពិតជាស្រឡាញ់មុំចេញពីចិត្តពិតមែនខ្ញុំគ្មានបំណងអ្វីក្រៅពីពាក្យថាស្រឡាញ់ទេណាលោកពូប៉ុន្តែយើងមិនចង់ឲ្យឯងមានបំណងស្អីមកលើកូនរបស់យើងទេកូនយើងត្រូវតែមានអនាគតល្អមិនអាចឲ្យគេទៅឈឺចិត្តស្អិតទ្រង់ជាមួយនឹងឯងបានឡើយត្រឹមតែរយៈពេលខ្លីសោះឯងក៏ធ្វើឲ្យកូនរបស់យើងមានបញ្ហាស្ទើរតែបាត់បង់ជីវិតទៅហើយឯងគិតមើលទៅថាយើងនឹងបណ្ដោយឲ្យកូនរបស់យើងទៅនៅជាមួយនឹងឯងទៀតឬមួយក៏អត់ប៉ុន្តែលោកពូចេញពីផ្ទះរបស់យើងភ្លាមទៅណាចេញទៅអត់ទេណាលោកពូខ្ញុំមិនចេញទៅណាឡើយលុះត្រាតែខ្ញុំបានជួបនឹងមុំសិនសូមមេត្តាលោកពូជួយដល់ខ្ញុំផងឲ្យមុំគេចេញមកជួបខ្ញុំមកណាលោកពូមេត្តាលោកពូជួយដល់ខ្ញុំផងណាលោកពូខ្ញុំពិតជាចង់ជួបមុំពិតមែនបើឯងមិនចេញទេយើងនឹងខហៅប៉ូលីសឲ្យមកចាប់ឯងយកទៅហើយឯងចេញពីផ្ទះរបស់យើងទៅខ្ញុំមិនចេញទៅណាឡើយខ្ញុំត្រូវការជួបមុំអូនចេញមកជួបបងមកមុំបងនៅទីនេះចាំជួបអូនហើយមុំឆាប់ចេញមកអ្នកអើយឯនេះពិតជារឹងក្បាលខ្លាំងពិតមែនហើយនឹងវិញចាប់គេចេញពីផ្ទះរបស់យើងទៅចាលោកប្រុសចាមកបងប្រុសឆាប់ចេញទៅក្រៅសិនទៅណាចេញទៅអត់ទេលែងខ្ញុំទៅណាលែងខ្ញុំទៅមុំមកចេញមកហត់ម៉េះបងកុនធានេះគឺជាគម្រោងការរបស់លោកប៉ាអ្នកបាគាត់ក៏ហក់ខ្ញុំថាបងកុនធាមិនអើពើពីខ្ញុំដែលខ្ញុំបាត់ខ្លួនទាំងដែលការពិនគាត់ស្វាស្វែងរកខ្ញុំគ្រប់ទីកន្លែងនេះមិនដេចក៏ខ្ញុំល្ងងម្លេះដឹងថាប៉ាម៉ាក់បំបីបំបាក់ខ្ញុំតាំងពីដើមមកហើយប៉ុន្តែខ្ញុំនៅតែជឿលោកប៉ាអ្នកម៉ាក់ទៀតហើយមិនដេចក៏ខ្ញុំជាមនុស្សល្ងងបែបហ្នឹងទៅវិញនេះខ្ញុំមិនទុកចិត្តមនុស្សដែលខ្លួនឯងស្រឡាញ់ហេតុអីក៏ខ្ញុំល្ងងម្លេះបងកុនធានេះប៉ាវីនៅពេលនេះតើពួកយើងគួរតែធ្វើយ៉ាងម៉េចទៀតប៉ាវីមិនពិបាកទេឃុំកូនមុំឲ្យគេនៅក្នុងបន្ទប់នេះរហូតទាល់តែដល់ថ្ងៃគេរៀបការទៅ
រួចចុះបើថ្ងៃនោះកូនមុំគេមិនព្រមនេះតើយើងគិតយ៉ាងម៉េចនេះខ្ញុំខ្លាចតែមានរឿងអ្វីមិនល្អក្នុងពិធីបង្គោលការទេណាប៉ាវាមិនអីទេទម្រាំតែដល់ថ្ងៃនោះមុំគេកាត់ចិត្តពីគន្ធាបាន 100% ហើយពីថ្ងៃនេះតទៅម៉ាក់វាឯងត្រូវតែឧស្សាហ៍ទៅនិយាយជាមួយនឹងកូនមុំនិងនិយាយអាក្រក់ពីនាងគន្ធានោះមិនយូរមិនឆាប់កូនមុំនឹងឆាប់ភ្លេចនាងគន្ធានោះហើយគំនិតល្អខ្លាំងណាស់ណាប៉ាវាចាំខ្ញុំអនុវត្តតាមនឹងចោះថ្ងៃនេះមុំគេមិនមកធ្វើការទេមែនទេមិនដេចក៏គេឈប់ញឹកម្លេះក្រែងគេមកដល់ផ្ទះហើយតើឬមួយក៏គេឈប់ពីការងារហើយមែនទេបងសណាស់មានអ្វីចង់សួរខ្ញុំដែរអត់បានគឺខ្ញុំមានចង់សួរពីមុំមែនទេខ្ញុំដឹងថាបងសនចង់សួរពីមុំបាននេះបើដាវដឹងទៅហើយដាវក៏ឆ្លើយមកចាខ្ញុំក៏មិនដឹងថាមុំគេឈប់ក៏ព្រោះតែមូលហេតុអ្វីដែរមេគាត់ក៏កំពុងតែឆ្ងល់ដូចគ្នានឹងមិនដេចក៏មុំសុំច្បាប់តែមួយថ្ងៃសោះប៉ុន្តែបែរជាគេឈប់ច្រើនថ្ងៃបែបនឹងទៅវិញហើយមេគាត់ក៏បានផ្ដាំខ្ញុំឲ្យមកសួរបងសនដែរក៏ព្រោះតែមេឃើញបងសនណាស្និទ្ធស្នាលជាមួយនឹងមុំក្រែងលោដឹងថាមុំគេកើតអីបានមិនអីទេខ្ញុំក៏ស្គាល់ផ្ទះមុំដែរអញ្ចឹងចាំខ្ញុំទៅសួរប៉ាម៉ាក់របស់គេចុះចាមនុស្សប្រុសដែលសង្ហាបែបនេះសង្ស័យតែជាគូព្រេងរបស់ខ្ញុំហើយក៏ព្រោះតែលោកយាយគ្រូទេក៏ទាយថាគូព្រេងរបស់ខ្ញុំគឺជាបរិសសង្ហានិងមានការងារល្អប្រហែលជាបងសនហើយហើយគ្រាន់តែនឹកឃើញនឹងក៏មានក្តីសុខដែរមុំតាពេលនេះអូននៅឯណាទៅអូនឆាប់វិលមករកបងវិញមកនៅពេលនេះបងពិតជានឹកអូនខ្លាំងណាស់នៅពេលដែលគ្មានអូនបងពិតជាពិបាករស់នៅខ្លាំងពិតមែនមុំអូនឆាប់មករកបងវិញមកណាបងកំពុងតែរងចាំអូនហើយមុំសូមអភ័យទោសលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅនៅពេលនេះគឺមិនអាចតាក់ទងបានទេសូមព្យាយាមម្ដងទៀតនៅ2000ឆ្នាំក្រោយសូមអរគុណសូមជម្រាបបានមុំនេះតើគេតាណាគេទៅខទៅក៏មិនចុះឆាតទៅក៏គេមិនតបហើយនេះតើគេកើតអីទៅមុំអូយសូនគេបើកបរដោយមិនបានប្រយ័ត្នក៏បានជ្រោទៅប៉ះនឹងគន្ធាដែលកំពុងតែដើរដោយគ្មានព្រលឹងនៅក្នុងខ្លួននោះក៏បណ្ដាឲ្យគន្ធាដួលសន្លប់នៅកន្លែងនោះទៅអើយវីវ៉ោហើយខ្ញុំនេះខ្ញុំបើកឡានប៉ះគេហើយអ្នកនាងចាំមិនហើយនឹងអ្នកនាងនេះគេសន្លប់បាត់ហើយបន្ទាប់មកសូនក៏បានយកមុំទៅមន្ទីរពេទ្យបាត់ទៅលោកប៉ាអ្នកម៉ាស់ឆាប់បើកទ្វារឲ្យខ្ញុំមកលោកប៉ាអ្នកម៉ាស់មិនដេចក៏ឃុំខ្ញុំម៉ាស់នៅក្នុងបន្ទប់បែបហ្នឹងទៅវិញឆាប់បើកទ្វារឲ្យខ្ញុំមកបើកទ្វារឲ្យខ្ញុំហើយមិនដេចក៏គ្រប់គ្នាធ្វើបែបហ្នឹងចំពោះខ្ញុំទៅវិញនេះតើខ្ញុំម៉ាស់ធ្វើខុសអ្វីហើយដើម្បីបានជាម្នាក់ដាក់សម្ពាធឲ្យខ្ញុំម៉ាស់ខ្លាំងម្ល៉េះនេះតើហេតុអីទៅប៉ុន្មានហើយទូរស័ព្ទខ្ញុំនឹងខលទៅបងគុនធីទូរស័ព្ទមុំរកទូរស័ព្ទយ៉ាងណាក៏ដោយក៏មិនឃើញដែរនាងទៅតែដឹងខ្លួនថាសូម្បីតែទូរស័ព្ទរបស់នាងក៏ប៉ាម៉ាក់នាងត្រូវដកហូតទុកដែរទូរស័ព្ទខ្ញុំហើយនៅពេលនេះខ្ញុំចប់គ្រប់យ៉ាងហើយលោកប៉ាអ្នកម៉ាស់យកទូរស័ព្ទខ្ញុំមកតាំងពីពេលណាទៅហើយនេះឬមួយក៏ខ្ញុំត្រូវឃុំនៅក្នុងបន្ទប់នេះរហូតអញ្ចឹងមែនទេហេតុអីក៏ខ្ញុំត្រូវមកជួបរឿងឈួតឡោះបែបហ្នឹងទៅវិញនេះតើហេតុអីទៅនៅមន្ទីរពេទ្យអ្នកនាងម្នាក់នេះខ្ញុំដូចជាធ្លាប់ស្គាល់គេនេះបើខ្ញុំចាំមិនខុសទេគេដូចជាមិត្តភ័ក្តិរបស់មុំនៅពេលនេះតើអូននៅឯណាទៅមុំអ្នកនាង
នេះមិនដេចក៏លោកនៅទីនេះហើយខ្ញុំនៅមន្ទីរពេទ្យដែរធ្វើអ្វីហ្នឹងនេះតើមានរឿងអ្វីកើតឡើងជាដំបូងខ្ញុំសូមទោសដែលបើកឡានមិនប្រយ័ត្នទើបបណ្ដាឲ្យទៅប៉ះដល់អ្នកនាងប៉ុន្តែនៅពេលនេះគឺអ្នកនាងលេងអីហើយលោកសននេះលោកស្គាល់មុំច្បាស់ខ្លាំងណាស់មែនទេលោកស្គាល់មុំមែនទេបានគឺខ្ញុំស្គាល់មុំតើអ្នកនាងមានបញ្ហាអ្វីមែនទេលោកស្គាល់មុំច្បាស់អញ្ចឹងលោកប្រកាសជាដឹងហើយថានៅពេលនេះមុំនៅឯណាលោកឆាប់ប្រាប់ខ្ញុំមកតើមុំនៅឯណាទៅនេះតើមុំគេនៅឯណានៅពេលនេះមុំគឺនៅផ្ទះរបស់គេតើថ្ងៃមុនខ្ញុំបានជួយគេឲ្យរួចផុតពីគ្រោះថ្នាក់ហើយនៅពេលនេះគេកំពុងតែសម្រាកនៅផ្ទះរបស់គេដែរមុំគេនៅផ្ទះនេះដូចអ្វីដែលខ្ញុំបានគិតពិតមែនតាមពិតមុំគេនៅផ្ទះប៉ុន្តែប៉ាម៉ាក់របស់គេគឺបំបែកពួកយើងមិនឲ្យពួកយើងជួបគ្នាមុំអ្នកនាងគិតចង់ទៅណាហ្នឹងលោកលែងដៃខ្ញុំទៅណាស់លែងខ្ញុំចង់ទៅរកមុំខ្ញុំចង់ជួបគេខ្ញុំនឹងទៅរកមុំអ្នកនាងមិនអាចចេញនៅពេលនេះបានឡើយលោកគ្រូពេទ្យគឺមិនទាន់អនុញ្ញាតឲ្យអ្នកនាងចេញពីមន្ទីរពេទ្យនោះទេប៉ុន្តែខ្ញុំចង់ទៅជួបមុំឥឡូវនេះខ្ញុំចង់ជួបមុំខ្ញុំចង់ជួបគេឥឡូវកិនចេះចុះអ្នកនាងនៅសម្រាប់នៅពេទ្យនឹងសិនហើយនៅពេលដែលអ្នកនាងចេញពីមន្ទីរពេទ្យចាំខ្ញុំជូនអ្នកនាងទៅរកមុំតើអូខេដែរទេលោកនេះលោកមិនកុហកខ្ញុំទេមែនទេដែលថាលោកជូនខ្ញុំទៅរកមុំពិតមែននោះបានខ្ញុំមិនកុហកនោះទេក៏ព្រោះតែខ្ញុំក៏ចង់ជួបមុំនិយាយរឿងការងារដែរអញ្ចឹងអ្នកនាងនៅសម្រាប់ទីនេះសិនហើយចាំពេលដែលចេញពីមន្ទីរពេទ្យចាំខ្ញុំជួនអ្នកនាងទៅរកមុំបាទលោកបែបហ្នឹងក៏បានដែរគ្រាន់តែឮគុនធាឆ្លើយបានសូនគេក៏មានការសង្ស័យមិនដែលក៏គេឆ្លើយបានអញ្ចឹងប៉ុន្តែការតុបតែងខ្លួនរបស់គេដូចជាមនុស្សប្រុសអត្តចរិតរបស់គេក៏ដូចទៅនឹងមនុស្សប្រុសទៀតនេះប្រហែលជាគេថមបយហើយប៉ុន្តែបែបហ្នឹងខ្ញុំកាន់តែឆ្ងល់តើគេមានទំនាក់ទំនងអ្វីជាមួយនឹងមុំទៅហេតុអីបានជាគេចង់ជួបមុំខ្លាំងម្ល៉េះនាងវិញចាអ្នកស្រីចាខ្ញុំមកដល់ហើយណាអ្នកស្រីតែអ្នកស្រីមានការអ្វីមែនទេបើអ្នកស្រីមានការអ្វីនោះអ្នកស្រីអាចប្រាប់ខ្ញុំបាននាងវិជ្ជម្នាក់នេះគឺស្ម័គ្រចិត្តធ្វើតាមអ្នកស្រីជានិញក៏ព្រោះតែខ្ញុំគឺជាអ្នកបម្រើពិសេសអញ្ចឹងហើយខ្ញុំត្រូវតែធ្វើតាមអ្វីដែលអ្នកស្រីចង់បានគឺមិនឲ្យអ្នកស្រីទាស់ចិត្តនោះទេហ៊ានតែធ្វើឲ្យអ្នកស្រីទាស់ចិត្តតែបន្តិចអ្នកស្រីដឹងតែកាត់ប្រាក់ខែរបស់ខ្ញុំហើយម្ល៉េះហើយខ្ញុំមិនហ៊ានធ្វើឲ្យអ្នកស្រីទាស់ចិត្តនោះទេអ្នកស្រីមានការអ្វីអាចប្រាប់ខ្ញុំបានអើយនាងនេះវើយរៀបរាប់ច្រើនឥតប្រយោជន៍ពិតមែនហើយឆាប់យកបាយម្ហូបនេះយកទៅឲ្យកូនមុំភ្លាមទៅចាអ្នកស្រីចាខ្ញុំនឹងយកទៅឲ្យអ្នកនាងមុំក្នុងពេលឥឡូវនេះខ្ញុំទៅហើយណែជប់សិនយើងផ្ដាំហើយផ្ដាំទៀតណានាងវិញឯងចូលទៅបន្ទប់កូនមុំត្រូវតែមានការប្រុងប្រយ័ត្នកុំឲ្យមុំគេរត់ចេញមកក្រៅបានឲ្យសោះណាប្រសិនបើមុំគេចេញមកក្រៅបានពិតមែននោះឯងច្បាស់ជាមានបញ្ហាជាមួយនឹងយើងចាក់ជាមិនខានឡើយចាអ្នកស្រីចាអ្នកស្រីទុកចិត្តលើរូបនាងខ្ញុំចាស់ខ្ញុំមិនប្រហែសឲ្យអ្នកនាងរត់ចេញក្រៅបាននោះទេខ្ញុំទុកចិត្តបានបានហើយកុំនៅក្បាច់ក្បោច្រើនទៅចាអ្នកស្រីចាកូនមុំនៅពេលនេះកូនចង់ខឹងម៉ាក់ស្អប់ម៉ាក់យ៉ាងណាក៏ដោយតែម៉ាក់ធ្វើគ្រប់យ៉ាងដើម្បីតែកូនមានអនាគតល្អតែប៉ុណ្ណោះថ្ងៃក្រោយទៅកូននឹងយល់ពីបំណងល្អរបស់ប៉ាម៉ាក់ជាក់ជាមិនខានឡើយអ្នកនាងខ្ញុំយកបាយម្ហូបមកឲ្យអ្នកនាងហើយម្ហូបទាំងអស់ហ្នឹងគឺថាឆ្ងាញ់កំអ្នកស្រីខំធ្វើដោយផ្ទាល់ដៃអញ្ចឹងអ្នកនាងញ៉ាំទៅបងវិញតើបងកុនធាគាត់មករកខ្ញុំទៀតដែរទេចាដូចជាមិនឃើញទេតាំងពីម្សិលមិញដែលមកលោឡានៅមុខផ្ទះហើយលោកប្រុសក៏ឲ្យខ្ញុំដេញគេចេញទៅតាំងពីពេលនោះមកគឺគេលែងមកទៀតហើយចាខ្ញុំអរគុណហើយ
ហើយអ្នកនាងអើយអ្នកនាងកុំគិតច្រើនលោកប្រុសអ្នកស្រីធ្វើនេះគឺដើម្បីតែអ្នកនាងចង់ឲ្យអ្នកនាងមានអនាគតល្អតែប៉ុណ្ណោះជឿតាមគាត់ទៅគឺមិនខុសទេគាត់ចាស់គាត់ដើរផ្លូវនឹងមុនយើងអស់ហើយបើអ្នកនាងនៅតែបន្តស្រឡាញ់មនុស្សស្រីដូចគ្នាទៀតគឺគ្មានអនាគតទេ 100% គឺអញ្ចឹង ខ្ញុំឈប់ហើយខ្ញុំឈប់ស្រឡាញ់មនុស្សស្រីដូចគ្នាហើយខ្ញុំនឹងមករៀបការជាមួយនឹងបងសន Wow so good អ្នកនាងបែបហ្នឹងទើបឡើង អ្នកម៉ាក់ អញអ្នកស្រីមកដែរមែនទេអឺ សុំទោសណាបងវិញខ្ញុំគ្មានបំណងវាយបងទេប៉ុន្តែបើខ្ញុំមិនធ្វើបែបហ្នឹងខ្ញុំក៏មិនអាចដើរតាមក្តីសម័យខ្ញុំបានដែរ នេះប៉ាវីថ្ងៃនេះពួកយើងគួរតែទៅនិយាយជាមួយនឹងប៉ាម៉ាក់សនឲ្យដាច់ស្រឡះតែម្ដងទៅថាតើពួកយើងគួរតែជ្រើសរើសថ្ងៃណាល្អដើម្បីរៀបចំពិធីបង្គោលការឲ្យកូនយើងក៏ព្រោះតែយើងមិនចង់នៅពន្យាពេលបែបនឹងទៀតឡើយនឹងហើយខ្ញុំក៏គិតអញ្ចឹងដែរតែកូនយើងគេរៀបការជាមួយនឹងសនហើយគេខ្លាយទៅជាប្រពន្ធសនដូច្នេះហើយគេគ្មានសិទ្ធិអ្វីទៅពាក់ព័ន្ធជាមួយនឹងនាងកន្ធានឹងទៀតឡើយ នេះហើយជាអ្វីដែលខ្ញុំគិតអញ្ចឹងតាប៉ាវាយើងទៅឥឡូវនេះតែម្ដងទៅបានមកវាទៅលោកប៉ាអ្នកម៉ាក់ធ្វើបែបនេះដូចជាហួសហេតុពេកហើយមិនដេចក៏ដាក់សម្ពាធមកកាន់ខ្ញុំបែបនេះរឿងគូជីវិតខ្ញុំក៏មានសិទ្ធិក្នុងការសម្រេចដែរមិនមែនឲ្យលោកប៉ាអ្នកម៉ាក់សម្រេចលើគូជីវិតខ្ញុំទាំងស្រុងនោះទេម្ល៉េះហើយសម្ពាធមួយនេះខ្ញុំត្រូវតែរើបំរើឲ្យទាល់តែបានបងកន្ធាបងរងចាំអូនណាអូននឹងទៅរកបងក្នុងពេលឆាប់ៗនេះ